ba chấm đẹp xuống nè nên chẳng ngày nay nhân viên tập việt đồng wifi dòng tan buồn và mà việt này này một đề bảo vía CP mà rồi bảy chẳng ngày nay nhau mau prapi được việc prapa nâng cá đôi chung một đầu vật vật bảo vía chẳng là tìm muối muốn nâng chiên cho cá đôi chung đầu vật vật nhưng xong gì việc lạc lá chẳng tập việt này chỉ tập việt dòng tan bốn tập việt này 4G 5G hay nó phải 6 chứ mà chẳng tập việt này cái chập sẽ vào bàn đó hay cái update mà nơi wifi 6 chứ chẳng sầm mẹp mà chuột bảo vía bên miền đông sạp lương ở dưới anh ấy đôi thép xí nè đôi thép xí chẳng mới tiết với miền free sign network ở dưới trên xuống perfect cho mình là computer rồi có tu rồi có camera ở dưới chẳng sẽ mẹ buộc bởi viên bảo viết cứ xa lõ tôi xa lõ anh ấy ở thôn ở đây hay mẹ khai khỏi bảo viết với miền run brand năng lèn cho những anh bảy các ban thôi chỉ đông bảy các ban rồi có ai dương ai đau cho mình camera có computer rồi có desktop ở dương bán á mẹ bảo viết cái USB này lại ní dương đào mắt trong lương bảo viếtคือ Type C á nèประเภทนี้ก็อัปเดตมาใน Type C ហើយមួយទៀតនោះវាមានកន្លែងដាក់ SIM អញ្ចឹងកន្លែងដាក់ SIM នេះគឺខាងក្រោមអញ្ចឹងអ្នកនេះអាចបើកសំពះមកលេងបើករួចរាល់ណាអញ្ចឹងសម្រាប់ការដាក់ SIM គឺយើងអាចដាក់តាមរូបរាងនេះមកនេះយើងអាចដាក់តាមមកខ្ញុំដាក់ជូនមើលអញ្ចឹងបន្តមកទៀតយើងអាចកន្លែងមកមើលនៅខាងក្រោយនេះខាងក្រោមវាអញ្ចឹងវាមានដាក់នៅឈ្មោះនិង password ដើមរបស់វាអញ្ចឹងអ្នកអាចបាយបានអ្នកនេះអ្នកនេះអាចមើលកន្លែង SSID នេះគឺ 4G CPE 05 4F ហ្នឹងទៅអានេះឈ្មោះរបស់វាហើយសម្រាប់លេខកូដដើមរបស់វាគឺ1ដល់8អញ្ចឹងណាអញ្ចឹងសម្រាប់ការដាក់ SIM គឺយើងដាក់អញ្ចឹងណាគ្នាអញ្ចឹងសម្រាប់ការដាក់ SIM នេះខ្ញុំបានដាក់រួចរាល់អញ្ចឹងនេះខ្នាតកណ្ដាលចាំខ្ញុំថែមកកណ្ដាលជូនអ្នកនរគ្នាអញ្ចឹងអាចដាក់តាមរូបរាងហ្នឹងមកអញ្ចឹងអានេះយើងដាក់តែប៉ុណ្្នឹងមកហើយយើងដោតភ្លើងទៅអ្នកគ្នាយើងដោតភ្លើងទៅគឺយើងអាចប្រើប្រាស់បានដែរឥឡូវខ្ញុំសូមដោតភ្លើងសិនណាបាទអញ្ចឹងនេះបានដោតភ្លើងរួចរាល់យើងអាចដោតឲ្យ Type C នឹងជាមួយនឹង free ភ្លើងមកឥឡូវនេះយើងចូលទៅការភ្ជាប់វានឹងការបដូរឈ្មោះដល់ password របស់គ្នាអរគុណបាទអញ្ចឹងខ្ញុំបានដោតភ្លើងដល់ឲ្យរួចរាល់ហើយចាំបន្តមកទៀតយើងចូលកន្លែង setting មកអ្នកគ្នា setting ចូលកន្លែង wifi របស់យើងធម្មតាណាហើយយើងរងចាំវាបន្តិចទៅវានឹងបង្ហាញឈ្មោះរបស់វានេះគឺ 4G LTE 05 4F ហ្នឹងអញ្ចឹងអានេះជាដុំ router របស់យើងអញ្ចឹងយើងគ្រាន់តែចុចចូល connect វាធម្មតាមកអញ្ចឹងខ្ញុំវាយ password វាមកអ្នកគ្នាគឺ1ដល់8 password ដើមរបស់វាគឺយើងដាក់1 2 3 4 5 6 7 8តែប៉ុណ្្នេះយើងចុច join មកតែប៉ុណ្្នឹងមកអ្នកគ្នាសូមរងចាំបន្តិចទៅអូខេអញ្ចឹងយើងបានភ្ជាប់វារួចរាល់អ្នកគ្នាភ្ជាប់វារួចរាល់អញ្ចឹងជាហ៊ានបន្តទៀតយើងត្រូវទៅបដូរឈ្មោះនិងបដូរ password ឲ្យវាអញ្ចឹងមុននឹងការបដូរឈ្មោះបដូរ password អ្នកគ្នាសូមយើងភ្ជាប់វាសិនណាភ្ជាប់ Wi-Fi វាសិនទើបយើងអាចចូល interface ហ្នឹងបានអញ្ចឹងបន្តមកទៀតអ្នកគ្នាប៉ុណ្្នឹងមកអ្នកគ្នាចុចចេញមកយើងចូល Google មក Google Chrome ក៏បានអីក៏បានដែរអញ្ចឹងយើងចូលមកហើយអ្នកគ្នាអាចវាយតាមខ្ញុំបានអញ្ចឹងយើងវាយ IP address របស់វាអញ្ចឹងយើងអាចមើលខាងក្រោយកន្លែង password របស់វានៅក្នុងដុំ Wi-Fi ហ្នឹងអញ្ចឹងអ្នកគ្នាអាចវាយតាមខ្ញុំបាន 192.168.0.1 អូខេអញ្ចឹងអ្នកគ្នាវាយមកមានចុចមានអីដូចខ្ញុំមក 192.168.0.1 វាយប៉ុណ្ណឹងមកអ្នកគ្នាចុចពាក្យថា go បាទអញ្ចឹងមកដល់នេះហើយចឹងអ្នកគ្នាសូមស៊ូមតិចទៅយើងអានេះវាដាក់ password ចឹងតែយើងដាក់មកអ្នកគ្នាដាក់ admin ADMIN ចឹងនេះអក្សរតូចយើងបាទអក្សរតូចមកហើយយើងរកពាក្យថា login មកបាទអញ្ចឹងមកដល់កន្លែងនេះយើងចូលកន្លែង setting អ្នកគ្នាឃើញ setting ទេ setting មកហើយយើងចុចចូលកន្លែង Wi-Fi setting នេះមកនេះខ្ញុំស៊ូមឲ្យអ្នកគ្នា Wi-Fi setting ហើយបន្តមកទៀតយើងនៅនឹងដដែលយើងចុចចូល SSID អូខេចូលប៉ុណ្ណេះមកអ្នកគ្នាអាចកលេចមកមើលខាងនេះបាននេះអញ្ចឹងអ្នកគ្នាអាចបើកកន្លែង password មកនេះអញ្ចឹងកន្លែងនេះគឺយើងត្រូវការបដូរឈ្មោះដល់ password ណាអញ្ចឹងអាខាងលើនេះគឺ password ឈ្មោះរបស់វាអញ្ចឹងយើងអាចផ្លាស់ប្ដូរបានតាមសេរីអញ្ចឹងអ្នកគ្នាអាចដាក់ឈ្មោះណាដែលអ្នកចង់ដាក់អញ្ចឹងណាឥឡូវខ្ញុំដាក់ឈ្មោះ brother ហើយសម្រាប់ password គឺកន្លែងនេះកន្លែងហ្នឹងអ្នកគ្នាអាច delete វាចោលមកអញ្ចឹងអ្នកគ្នាអាចដាក់តាមចិត្តអ្នកគ្នាបានសម្រាប់ password ប៉ុន្តែយើងតម្រូវឲ្យត្រូវដាក់8ខ្ទង់អញ្ចឹងណាអញ្ចឹងឥឡូវខ្ញុំដាក់ក្រែ1ក្រែ2សិនចានេះអ្នកគ្នាអាចដាក់អីក៏បានដែរគ្រាន់ថាវាកំណត់8ខ្ទង់ប៉ុណ្្នឹងមកហើយអ្នកគ្នាចុចពាក្យថា apply នេះ A P L Y នេះចឹងអ្នកគ្នាចុចពាក្យ apply មកអញ្ចឹងអ្នកគ្នាចុចពាក្យ yes មកបាទអញ្ចឹងសូមរងចាំបន្តិចទៅអូខេអញ្ចឹងអ្នកគ្នាឃើញកន្លែង Wi-Fi គឺវាបាត់ទេអញ្ចឹងអ្នកគ្នាគ្រាន់តែចុចចេញមកជាងទៅកន្លែង Wi-Fi វិញទៅអូខេអ្នកគ្នាបិទបើកមកអញ្ចឹងអ្នកគ្នាសូមរងចាំបន្តិចមកនេះ
អូនេះឈ្មោះ browser ដែលខ្ញុំបានបដូរមិញគឺបានរួចរាល់ហើយនេះវា connect អញ្ចឹងខ្ញុំសូមទៅ forget password វាចោលសិនមើលបាទអញ្ចឹងអ្នកនេះសូមរងចាំបន្តិចទៅបាទអញ្ចឹងនេះជា browser អញ្ចឹងគ្រាន់តែយើងចុចលើវាមកអញ្ចឹងខ្ញុំបានផ្លាស់ប្ដូរឈ្មោះវាទៅ password វាទៅ grade 1 grade 2អញ្ចឹងអ្នកគ្នាបដូរដាក់អីអ្នកគ្នាដាក់ហ្នឹងមក1 2 3 4អូខេចុច join មកបាទអញ្ចឹងសម្រាប់ការបដូរឈ្មោះនិងការបដូរ password នេះគឺយើងមានតែប៉ុណ្្នឹងនេះយើងបានភ្ជាប់រួចរាល់ហើយអញ្ចឹងសម្រាប់វីដេអូរបស់យើងមានតែប៉ុណ្្នឹងទេអរគុណអ្នកគ្នាជួបគ្នានៅវីដេអូក្រោយបាយបាយ